រឿងភាគនិទានចិននិយាយអំពីប្រវត្តិកាលពី20ឆ្នាំមុនឆ្អឹងនិងសរសៃពួររបស់ស្ដេចនេះត្រូវបានប្រេះបែកដោយសារតែការក្បត់ពីគូស្នេហ៍មនុស្សស្រីដែលខ្ញុំស្រឡាញ់និងទុកចិត្តបំផុតបែរជាក្បត់និងបំផ្លាញជីវិតខ្ញុំរាងកាយត្រូវបានបំបែកនិងចោលគ្រប់ទីកន្លែងព្រោះចង់ឲ្យខ្ញុំសាបសូន្យជារៀងរហូតប៉ុន្តែសំណាងល្អព្រលឹងរបស់គាត់បានរត់គេចខ្លួននិងរងចាំពេលវេលាដើម្បីកាត់ជាថ្មីគាត់បានជួបមនុស្សស្រីល្អម្នាក់ដែលផ្ដល់សេចក្តីសង្ឃឹមនិងជួយគាត់ស្វែងរកឆ្អឹងទាំងអស់ដែលបានបាត់បង់ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយលោកប្រមូលផ្ដុំរាងកាយឡើងវិញទីបំផុតនាងបានជួយព្រលឹងស្ដេចនេះឲ្យកើតឡើងវិញហើយទំនាក់ទំនងពួកគេកាន់តែស៊ីជម្រៅស្ដេចនេះមានយុទ្ធសាស្ត្រខ្លាំងពូកែប្រយុទ្ធដើម្បីការពារពិភពលោកក៏ក្រើកអស់ឋានទាំង3ទទួលសិទ្ធិផ្ដាច់មុខដោយស្ថានីយ៍ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8រឿងស្ដេចនេះសង្គ្រោះឋានទាំង3មានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8 HD តែមួយគត់